បើវីដេអូមកទីច្រឡំថាផុសទីអីគឺអត់ទេអំពូមីងគឺជាទឹកគ្រឿងប្រចាំខេត្តសៀមរាបថ្ងៃនោះគឺម៉ាក់ខ្ញុំមកធ្វើទឹកគ្រឿងប្រចាំខេត្តសៀមរាបបង្ហាញជូនអំពូមីងមើលចង់ដឹងថាម៉ាក់ខ្ញុំធ្វើម៉េចតាមដានវីដេអូទាំងអស់គ្នាជាដំបូងម៉ាក់ខ្ញុំធ្វើការដាក់ខ្លាញ់ជប់ចូលមកហើយបន្ទាប់មកដាក់ខ្ទឹមរួចហើយឆាទៅឆាមកដល់ខ្ទឹមនឹងវារៀងឡើងក្រហមបែបនេះដាក់ជាមួយនឹងម្ទេសឆ្អើរច្រាមម៉ត់បែបនេះចូលមកហើយទៅលីងវាទៀតឆាទៅឆាមករហូតដល់វារៀងក្រហមបែបនេះហើយដាក់ជាមួយនឹងស្ករត្នោតចូលរួចហើយម៉ាក់ខ្ញុំឆាវាទៀតមកអំពូមីងឆាវារហូតដល់ចូលជាតិគ្នាសពអីអញ្ចឹងណាឥឡូវម៉ាក់ខ្ញុំធ្វើការដាក់ជាមួយនឹងសាច់ជ្រុងច្រាមចូលហើយឆាវាទៀតឆាឲ្យចូលសពជាមួយគ្រឿងហ្នឹងមកអំពូមីងនេះដល់វាសពអញ្ចឹងហើយម៉ាក់ខ្ញុំធ្វើការដាក់ប្រហុកចូលហើយឆាទៅឆាមកឲ្យប្រហុកនឹងវារៀងអាលីចូលគ្រឿងនឹងសពមកបន្ទាប់មកម៉ាក់ខ្ញុំចាក់ខ្ទិះដូងចូលចាក់មើលតមកល្មមអីហ្នឹងហើយម៉ាក់ខ្ញុំឆាបន្តឆាវាទៀតគឺថាជោគទៅជោគមកបែបនេះមកអំពូមីងបើនិយាយពីពណ៌វិញណាគឺថាក្រហមស្អាតខ្លាំងមែនតើហ្មងឥឡូវម៉ាក់ខ្ញុំដាក់សាច់ត្រីចូលហើយសាច់ត្រីនេះគឺថាដាក់ដុំអញ្ចឹងណាអំពូមីងគ្រឿងរសជាតិម៉ាក់ខ្ញុំអត់មានដាក់អីទេដាក់តែស្ករត្នោតហើយប្រហុកបន្តិចហ្នឹងបន្ថែមជាមួយនឹងទឹកអំពិលទុំទៀតមកអំពូមីងគឺថាប៉ុណ្ណឹងល្មមហ្មងណាអត់មានដាក់ទឹកត្រីអំបិលអីទេហើយគ្រាន់តែបន្តឆាឲ្យវាពុះបែបនេះមកហើយយាយធ្វើការដួសដាក់ចានមកអំពូមីងដួសដាក់ចានតែប៉ុណ្្នឹងមកគឺថាញ៉ាំឆ្ងាញ់តែម្ដងបន្ថែមជាមួយនឹងម្ទេសអាចសាតបែបពីដើមថ្មីញ៉ាំជាមួយលក់ស្រស់ឆ្ងាញ់ខ្លាំងមែនតើហ្មងអំពូមីងរសជាតិវិញគឺឆ្ងាញ់ប្លែកខុសពីទឹកគ្រឿងធម្មតាឥឡូវអំពូមីងចាំមើលម៉ាក់ខ្ញុំញ៉ាំណាគឺថាថប់ជាមួយនឹងមានស្ពៃហើយបន្ទាប់មកត្រួយខ្នាញរួចឲ្យដាក់ជាមួយនឹងពពាណាអំពូមីងថែមជាមួយនឹងអាណងស្ងោរមករួចហើយដួសទឹកគ្រឿងយើងដាក់ពីលើនឹងមកមានត្រីហើយបន្ទាប់មកម្ទេសអញ្ចឹងណាអំពូមីងញ៉ាំចូលមាត់និយាយពីថាជាតិស្លាប់ហ្មងអំពូមីងមើលវីដេអូនេះហើយចង់ធ្វើតាមម៉ាក់ខ្ញុំអត់បើធ្វើតាមគឺធានាមកឆ្ងាញ់ហ្មងមុខម្ហូបនេះដែរខ្ញុំហៅតើទឹកគ្រឿងសៀមរាបពេលប៉ុន្តែអ្នកសៀមរាបគេអត់ហៅអញ្ចឹងទេគឺគេមានឈ្មោះថាប្រទោះប្រហុក